ដំបូងគឺមានឧបសគ្គខ្លះដែរបងដោយសារយើងអត់ដឹងថាទីតាំងណាដែលល្អសមស្របទៅនឹងអាជីវកម្មរបស់យើងរកបានទីតាំងល្អឲ្យបងប៉ុន្តែតម្លៃវាអត់សូវសមស្របនឹងសួស្តីបងប្អូនអ្នកគ្នាអ្នកគេខ្លះចូលចិត្តញ៉ាំម៉ាឆាថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកមើលហាងម៉ាឆាមួយកន្លែងដែលទើបតែបើកថ្មីនៅក្នុងក្រុងសៀមរាបដែលមានទីតាំងនៅលើផ្លូវសាលាកំរើកអញ្ចឹងតោះយើងទៅជួបមួយបងស្រីម្ចាស់ហាងទាំងអស់គ្នាជំរាបសួរបងខ្ញុំឈ្មោះរស្មីធ្វើការនៅមជ្ឈដ្ឋានសាខាសៀមរាបមជ្ឈដ្ឋានរបស់យើងគឺយើងមាន2សាខាបងសាខាទី1នៅផ្លូវស៊ីវត្ថាហើយសាខាទី2ហ្នឹងគឺនៅផ្លូវសាលាកំរើកហើយយើងមាន2សាខាទៀតនៅភ្នំពេញនៅបឹងកេងកង1ហើយនឹងផ្លូវ271បងដោយសារតាបងដូចដឹងស្រាប់ហើយថាផលិតផលមកពីជប៉ុនគឺសុទ្ធតែជាផលិតផលល្អអញ្ចឹងយើងចង់ឲ្យប្រជាជនរបស់យើងបានសាកនៅមជ្ឈដែលមានគុណភាពល្អមកពីជប៉ុនហើយបងឯងឃើញស្រាប់ហើយនៅប្រទេសជប៉ុនប្រជាជនគេភាគច្រើនគឺអាយុវែងហើយមាំមួនបណ្ដាអញ្ចឹងយើងចង់ឲ្យប្រជាជនយើងមានសុខភាពល្អក៏ដូចជាមាំមួនដូចនៅប្រទេសជប៉ុនដែរបងសម្រាប់អត្ថប្រយោជន៍របស់វាគឺវាទី1ជួយដល់ការចងចាំទី2ជួយដល់ខួរក្បាលហើយនិងជាពិសេសជួយសម្រស់បានខ្លះៗដែរបងទ្រីងដែលល្បីជាងគេនៅប្រចាំហាងហ្នឹងគឺម៉ាឆាបងអាហ្នឹងម៉ាឆាយើងមានទឹកដោះគោមានម៉ាឆាហើយយើងមានប្រភេទផ្សេងៗទៀតដូចជាម៉ាឆាស្ទ្រូប៊េរីម៉ាឆាស្វាយហើយនិងម៉ាឆាដូងបងហើយយើងមានដូចជាប្រភេទនំមកពីជប៉ុនដែលនៅក្នុងរឿង Enemy ហ្នឹងគេមាននៅក្នុងនឹងដែរដូចជានំត្រីហើយនិងផេណាយ៉ាគីបងដំបូងគឺមានឧបសគ្គខ្លះដែរបងដោយសារយើងអត់ដឹងថាទីតាំងណាដែលល្អសមស្របទៅនឹងអាជីវកម្មរបស់យើងអញ្ចឹងជាពិសេសពេលខ្លះយើងរកបានទីតាំងល្អឲ្យបងប៉ុន្តែតម្លៃវាអត់សូវសមស្របនឹងចុះហេតុអីបានបងចិត្តរើយកម្ដុំនេះដែរដោយសារបងឯងឃើញស្រាប់ហើយនៅម្ដុំហ្នឹងគឺយើងមានមនុស្សម្នាឆ្លងកាត់ច្រើនហើយក៏ដូចជានៅក្នុងទីប្រជុំជនផងដែរបងហើយនៅជិតម្ដុំហ្នឹងនៅមានសាលារៀនទៀតបងខ្ញុំស្គាល់ក្រុមហ៊ុន Hunter តាមរយៈការផ្សព្វផ្សាយរបស់បងនៅក្នុង Facebook Page ជាមួយការធ្វើការងារមួយរបស់បងមានភាពរួសរាយរាក់ទាក់សេវាកម្មរហ័សហើយអាចជួយឲ្យយើងរកបានទីតាំងដែលយើងពេញចិត្តហើយតម្លៃទៀតក៏សមរម្យក្រោមទីផ្សារទៀតបងសម្រាប់បងដែលចង់បានម៉ាឆាដែលឆ្ងាញ់ហើយមានគុណភាពល្អអាចតាក់ទងទៅកាន់Facebook Page របស់យើងគឺមជ្ឈដ្ឋាន Cambodia ហើយយើងមាន4សាខានៅភ្នំពេញ2សាខានិងសៀមរាប2សាខាសម្រាប់សាខាសាលាកំរើកយើងបើករៀងរាល់ថ្ងៃបងហើយយើងបើកពីម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចបាទសម្រាប់នៅសាខាស៊ីវត្ថាយើងបើកពីម៉ោង11ថ្ងៃដល់ម៉ោង9កន្លះយប់បងដែលចង់មានបំណងបើកអាជីវកម្មបងអាចតាក់ទងទៅកាន់ក្រុមហ៊ុនHunter Estate ដើម្បីបានទីតាំងមួយដែលល្អហើយអាចជឿទុកចិត្តបានទៅគេបងឡងណាស់ទៅគេបង